ប្រលឹមមួយនៅថ្មដាផ្លូវជាតិលេខ55ត្រូវបានបិទទប់អាជីវកម្មត្រូវបានកាត់ផ្តាច់ដីខ្មែរត្រូវបានពាត់យកនៅព្រឹកថ្ងៃទី7ខែកុម្ភៈឆ្នាំ2026កងទ័ពថៃបាននាំគ្នាដាក់កុងតឺន័រ7ទូកាត់ទទឹងផ្លូវជាតិលេខ55នៅឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់បិទការធ្វើដំណើររបស់ពលរដ្ឋខ្មែរឆ្ពោះទៅខេត្តកោះកុងហើយពាត់យកដីបន្ថែមជម្រៅប្រហែលជា40ម៉ែត្រទីខ្សែបន្លាលួសដែលបានដាក់រួចមកហើយនេះបើយោងទៅតាមការបញ្ជាក់របស់លោកទូចសុខាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃចំពោះបរិជនជាតិចិនម្នាក់ដែលបានវិនិយោគនៅទីនោះវាជាព្រឹកដែលអ្វីត្រូវបានបាត់បង់ទាំងស្រុងក្នុងបទសម្ភាសន៍ជាមួយកាសែតកម្ពុជាថ្មីលោកវ៉ាងបានបញ្ជាក់ថាទូកុងតឺន័រដែលបិទផ្ទុកផ្លូវបានកាត់ផ្តាច់ការចូលទៅកាន់អចលនទ្រព្យរបស់លោករួមមានផ្ទះនិងសណ្ឋាគារដែលស្ថិតនៅក្នុងទឹកដីកម្ពុជាក្នុងពេលតែមួយលោកបានបាត់បង់ទុនវិនិយោគរាប់លានដុល្លារដោយមិនមានសញ្ញាព្រមានជាមុនលោកវ៉ាងដែលបានធ្វើអាជីវកម្មនៅកម្ពុជាជាង27ឆ្នាំនិយាយថាការខាតបង់លុយគឺជារឿងឈឺចាប់ប៉ុន្តែអ្វីដែលធ្ងន់គឺការមើលឃើញដីខ្មែរត្រូវបានពាត់យកស្រស់បន្ទាប់ពីបទជបាច់ចាខទាំងអស់គ្នាមិនខតែខ្ញុំម្នាក់ឯងខ្ញុំខាលុយ5លានដុល្លារប៉ុន្តែទីថ្លៃជាងផ្ទះចាំប្រហែលជាអត់មានតោស្លាអត់មានអីចាំពីបាត់ទីខ្មែរបាត់ទីដែរខ្ញុំបាត់សន្តាគីផ្ទះសំណង់ផ្ទះជាមួយផ្ទះអីហ្នឹងប៉ុន្តែទីមិនบอกខ្ញុំចាំពីខ្ញុំអត់ទៅនិយាយយ៉ាងម៉េចឥឡូវវាជឿចិត្តតាមការបញ្ជាក់របស់អាជ្ញាធរដែនដីកងទ័ពថៃមិនធ្លាប់មានប្រវត្តិឈរជើងនៅថ្មដានោះទេទោះយ៉ាងណាតំបន់នេះបានក្លាយទៅជាសមរភូមិប្រយុទ្ធអស់រយៈពេល21ថ្ងៃចាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025មុនមានបទឈប់បាញ់នៅថ្ងៃទី28ខែធ្នូក្រោយបទឈប់បាញ់កងទ័ពថៃបានរាយបន្លាលួសពាត់យកតំបន់អូភ្លុកដំរីច្រកជ័យជំនះនិងចុងក្រោយបានឈានទៅបិទផ្លូវជាតិលេខ55អ្នកនាំពាក្យកងទ័ពជើងទឹកថៃលោកប៉ារ៉ៃរតនាឆៃយផាន់បាននិយាយថាការដាក់កុងតឺន័រនេះជាវិធានការសន្តិសុខបណ្ដោះអាសន្នដើម្បីកាត់បន្ថយភាពតានតឹងប៉ុន្តែអាជ្ញាធរកម្ពុជាបានចាត់ទុកថានេះគឺជាការរំលោភបំពានទៅលើបទឈប់បាញ់និងគោលការណ៍ច្បាប់អន្តរជាតិស្តីពីអធិបតេយ្យភាពនិងបូរណភាពដែនដីលោកទូចសុខាបញ្ជាក់ថាកម្ពុជាកំពុងរៀបចំចំណាត់ការផ្លូវច្បាប់ដើម្បីប្រឆាំងទង្វើរំលោភបំពាននេះ